អ្នកសិក្សាវិបស្សនាត្រូវមានអីជាខាងដើមណាមានអីខាងដើមមានសទ្ធាណាទៀតណាបឋមវិបស្សនាដែលយើងបប្រតិបត្តិមានសទ្ធាខាងដើមធម៌មានជំនឿដូច្នេះជំនឿដែលកើតឡើងក្នុងចិត្តគឺយើងត្រូវតែបញ្ចេញឲ្យឃើញច្បាស់ដោយកាយប្រយោគនិងបច្ចេកប្រយោគនឹងគេហៅថាអ្នកមានជំនឿនោះទេណាគេហៅសទ្ធានុសារីបុគ្គលឯនោះអ្នកមានកិរិយារលឹកដោយជំនឿនោះទេអញ្ចឹងមានជំនឿនៅខាងដើមជំនឿដែលយើងត្រូវនិយាយនឹងតើយើងនិយាយថាម៉េចនេះដល់ពេលប្រឡងសួរចាំណាយើងជឿថាម៉េចហើយបញ្ចេញឲ្យឃើញច្បាស់ឥឡូវនេះនឹងភ្នែកនឹងតិចតែហ្មងទៅអញ្ចឹងជំនឿយើងត្រូវនិយាយថាជំនឿគឺកម្មផលនេះគោលការណ៍កម្មផលមនុស្សអាយុខ្លីមកពីសម្លាប់សត្វមិនមកពីអីទេមិនមែនមកពីគេបាញ់ទេហើយច្រឡំគេបាញ់មកពីម៉ូតូជន់មែនទេមែនមកពីម៉ូតូជន់ផងហើយមកពីអីមកពីឈឺបានវាស្លាប់អញ្ចឹងអាយុខ្លីហើយសត្វឯងគេនាំគ្នានិយាយតែផលគេមិនដែលនិយាយហេតុផងនេះអ្នកមានជំនឿក្នុងខ្លួនគេនិយាយមិនគេនិយាយថាគាត់ដែលអាយុខ្លីហ្នឹងមកពីគាត់សម្លាប់សត្វពីជាតិមុនមកព្រោះជនណាឲ្យអាយុខ្លីគេនឹងបានអាយុខ្លីវិញអញ្ចឹងម៉ូតូជន់គេបាញ់គេសម្លាប់ទាំងអស់នេះសុទ្ធតែជាគ្រឿងសម្រេចរបស់មនុស្សអាយុខ្លីទាំងអស់ហើយលទ្ធផលទេណែផលមនុស្សនឹងដើរទៅឲ្យម៉ូតូជន់ណាមានម៉ូតូហត់ទៅជន់ឯងណាបើអញ្ចឹងគេជន់គ្រប់តែគ្នាដែរគេសម្លាប់គ្រប់តែគ្នាដែរអានេះជាផលរបស់កម្មរបស់ផងខ្លួនបើយើងនិយាយចំទៅនឹងយើងអត់កើតទោសៈអត់តូចចិត្តទេឃើញទេឥឡូវយល់ហើយនៅចេះនិយាយត្រូវទេយ៉ាត់ប្រឡងធ្លាក់សួរអញ្ចឹងហើយអត់មានទៅសួរអីទេព្រោះសត្វទាំងអស់កើតតាមហេតុតាមបច្ច័យកើតក៏តាមហេតុតាមបច្ច័យរលត់ក៏តាមហេតុតាមបច្ច័យកើតនិងរលត់តាមហេតុតាមបច្ច័យជាបន្តបន្ទាប់អត់ឈប់អញ្ចឹងគាត់ដឹងឈឺច្រើនមិនមកឲ្យគាត់ធ្វើការប្រឹងទេមកពីគាត់បៀតបៀនសត្វឯតាគេប្រឹងព្រោះគ្នាមិនគ្រងឈឺទៅគាត់នឹងគាត់បៀតបៀនសត្វអញ្ចឹងមនុស្សយើងត្រូវចេះទទួលកំហុសរបស់ខ្លួនមិនបានទៅនិព្វានបានហើយបើដើរតែបន្ទោសគេនឹងអត់បានទៅនិព្វានទេខ្លួនឯងឈឺទៅបន្ទោសខ្មោចខ្លួនឯងឈឺទៅបន្ទោសខ្មោចម៉ែខ្មោចឪអត់បានទៅនិព្វានទេព្រោះបុគ្គលយល់ធម៌ចប់មិនមែនជាហេតុហើយសត្វទាំងឡាយសពថ្ងៃនេះគេតែងតែកាន់យកផលមកធ្វើជាហេតុទាំងអស់អត់ច្រឡំធម៌ហើយនឹងរឿងជំនឿណានេះជំនឿនេះលោកយាយព្រះអង្គសិទ្ធិថ្នាក់ទី3ឆ្នាំទី3អើយគាត់នេះក្រលហេងលហាមបាយទឹកមកពីអីមកពីគាត់ខ្ជិលអស់ទីអីមកភ្លើងចិត្តតែឆេះអីហើយមកពីចោលចិត្តទៅលួចហើយកូនខ្លាញ់ហើយប្តីកុំខ្លាញ់មកពីអីមកពីទោសអត្តនិទានអ្នកការដែលខ្លួនសង្សំទុកហើយក្នុងការមុនឃើញទេគឺយើងចេះថាបថានេះកម្មគាត់ធ្វើម៉េចបើកម្មគាត់អញ្ចឹងគាត់មកជួបប្តីគាត់អញ្ចឹងកម្មគាត់អញ្ចឹងមកជួបកូនគាត់អញ្ចឹងសិតតែកម្មទាំងអស់ម្ល៉េះហើយកាលណាបើយើងស្គាល់កម្មរបស់យើងគឺយើងអត់ត្រូវការទៅបន្ទោសទៅជេរទៅស្ដីជនណាម្នាក់ដែលធ្វើឲ្យទ្រព្យយើងវិនាសទេនេះជាកម្មរបស់ខ្លួនបានលទ្ធផលជួបអញ្ចឹងគេបំផ្លាញគេលួចគេឆក់សុទ្ធតែជាផលរបស់កម្មរបស់យើងទាំងអស់ហើយអំពើដែលគេធ្វើនោះមកលើយើងគឺជាកម្មថ្មីរបស់គេដែលត្រូវទទួលផលក្នុងអនាគតកាលវិញយើងទទួលផលកម្មចាស់គេសាងជាមួយយើងដើម្បីសាងកម្មរបស់គេក្នុងបច្ចុប្បន្ននិងត្រូវទទួលទៅក្នុងអនាគតគេអ្នកទទួលក្នុងគេយើងសោយផលនេះឲ្យយល់ហ្នឹងអញ្ចឹងបានប្រពុតថាម៉េចកាលណាបើយើងយល់អញ្ចឹងតាំងយើងមានសេចក្តីយល់ថាអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ដោយប្រពុតលពោលថាកល្យាណការីកល្យាណੰបាបការីចបាបកម្មអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ឃើញទេសទ្ធិអសទ្ធិបច្ចត្តੰនិយោអញ្ញੰវិសោតយីសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធវាស្រេចទៅលើខ្លួនឯងជាអ្នកដោះលាងមិនអាចញ៉ាំងជនដទៃឲ្យដោះលាងបានឡើយអញ្ចឹងណានេះអានឹងអញ្ចឹងមិនអាចញ៉ាំងជនដទៃដោះលាងបានឡើយគឺខ្លួនយើងទាំងអស់នៃខ្លួនយើងទាំងអស់ខ្លួនយើងជាអ្នកធ្វើខ្លួនយើងអ្នកទទួលកាលណាបើយើងអញ្ចឹងហើយអត់មានបញ្ហាទេដូចអង្គុលមាឃើញទេទៅបិណ្ឌបាតនៅស្រុកដបងខ្លះដុំដីខ្លះប្រកេះហូរឈាមលហាមបាតបែករហែកចពោមិនបានបាយហើយបានផលអញ្ចឹងមកហើយធ្វើដំណើរទៅថ្វាយបង្គំព្រះដ៏មានភាពហើយពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ប្រោះមេត្តាប្រោះកលេចមើលទូប្រះបង្គំចពោក៏លហែកបាតក៏បែកប្រកេះក៏ឈាមព្រះពោលតបថាណែស្រាប់អង្គ
ស្រំសមណៈពាក្យស្រំណាស្រំគឺសមណៈហ្នឹងឯងឬថាណែសមណៈណែស្រំដូចគ្នាទេតើណែឯងទ្រាំបានទេបើសិនជាណែឯងអត់ទ្រាំទេឯងនឹងចុះទៅក្នុងមហានរកដ៏ជ្រាលជ្រៅរកទីបំផុតគ្មានបើសិនជាអ្នកទ្រាំបានអ្នកនឹងផុតទុក្ខអង្គលមាថាបបពុតព្រះអង្គទូប្រាប់បង្គំខ្ញុំទ្រាំបាននេះជាកម្មរបស់ខ្ញុំព្រះអង្គហេព្រោះលោកសម្រាប់គេរាប់រយណោនេះជាលទ្ធផលរបស់លោកឲ្យក្នុងបច្ចុប្បន្នមិនចាំទៅឯណាទេផលហ្នឹងក៏ឲ្យក្នុងបច្ចុប្បន្នព្រោះលោកធ្វើប្រេណទាននោះអញ្ចឹងត្រូវទទួលផលមុនណាយើងត្រូវទទួលផលមុនណាអង្គលមាលោកយល់ចឹងបានលោកចេញអំពីព្រះដ៏មានវិភាគទៅសងប់អង្គុយពេលភ្នែនចម្រើនមេត្តាធម៌សពទាំងឡាយដែលអាត្មាអញបានធ្វើឲ្យកន្លងមកសូមសពទាំងអស់នោះកុំឲ្យមានពៀននឹងគ្នាកុំឲ្យមានទុក្ខកុំឲ្យមានទោសឲ្យមានតែសេចក្តីសុខហើយរក្សាខ្លួនបានយ៉ាងនេះតទៅឃើញទេនេះលោកទៅនិយាយយ៉ាងវិញលោកអត់មានថានៅនេះសម្រាប់អញនៅនេះវាយក្បាលអញអានេះយាយនេះចោលតបងអញយាយនេះអត់ដាក់បាតអញអត់ទេលោកអត់និយាយភាសានោះទេព្រោះភាសានោះគេហៅចងកំហឹងព្យាបាទនេះហេតុរបស់បាណានិបាតទៀតហើយអញ្ចឹងលោកអត់មាននិយាយថាណាដើម្បីលោកថាសពទាំងអស់ដែលបានគប់បានប៉ះពាល់អាត្មាអញហើយសពទាំងអស់សូមបានសុខបានចម្រើនណែលោកផ្សាយចិត្តអញ្ចឹងវិញអញ្ចឹងអង្គលមាដែលជាអ្នកជឿកម្មផលសុខបានសម្រេចប្រារហត្ថផលបរិបូរណ៍ដោយវិជ្ជា3មិនធម្មតានេះជំនឿនឹងជំនឿនឹងស្ដាប់តើណាស្ដាប់តើហើយនៅក្នុងសម័យព្រះមានតែថេរៈមួយអង្គទៀតនឹងនិយាយកាត់ចុះកុំឲ្យវែងពេកកាត់ស្រួលស្ដាប់យកចំចំណុចចាំផលតែថេរៈមួយអង្គលោកទៅឆាន់ចង្ហាន់ផ្ទះជាងកែវមនីអស់12ឆ្នាំទៅឆាន់ចង្ហាន់កែវជាងកែវមនី12ឆ្នាំដល់ថ្ងៃហ្នឹងស្ដេចប្រទេសទីយកឲ្យគេយកកែវមនីមកឆ្នៃហើយគាត់ចិញ្ចឹមសត្វក្រៀលមួយជាងកែវមនីហើយជាងកែវនេះកំពុងច្រាមសាច់ដល់កំពុងច្រាមសាច់វាប្រឡាក់សិតឈាមយកកែវនេះដាក់នៅលើឈុញសិនលាងដៃហើយសត្វក្រៀលហ្នឹងវាលេបផ្លែតបាត់ទៅហើយលោកមុនអង្គុយមើលហ្នឹងលោកគង់មើលហ្នឹងឃើញសត្វក្រៀលហ្នឹងលេងឯនោះមកវិញបាត់កែវនេះភ័យហ្មងព្រោះមិនឃើញអាណាមានតែខ្លួននឹងលោកដែលអញ្ចឹងចូលទៅសួរថាបបពុតព្រះអង្គមានឃើញកែវនេះទេហើយលោកទៅនិយាយថាម៉េចតែគេស្លាប់សត្វក្រៀលហ្នឹងមិនតតដឹងទេទីបំផុតជាងកែវនេះចាប់លោកចងបកេះរត់ហ្មងដើម្បីឆ្លើយព្រោះគ្មានជឿថាណាលួចទេក្រៅពីលោកប្រពន្ធវយ៉ាងណាក៏ដោយមកថាបងឲ្យឯងខំណែលោកយើងពី10ឆ្នាំដែរមិនរឿងអីទេលោកមានសិលសាសនាមិនក៏ទៅធ្វើបាបលោកតែមិនលោកឯងខំមកឯងកាអញហៅតែកែវនេះគ្មានណាយកចែកពីលោកទេព្រោះមានតែគ្នាពីរនាក់រត់តទៅឈាមបាញ់ជ្រោចេញមកក្រៅរត់តដល់ស្រាប់ប៉ុណ្ណឹងលោកអត់ងាត់ឈាមហើយអត់ខំទៀតសត្វក្រៀលហ្នឹងមកឃើញឈាមបាញ់ជ្រោហ្នឹងហាប់ហើយនៅកំពុងតែខំផងតត់មកជើងងាប់តែនឿហ្នឹងឯងមិនខទី1ណាព្រះអង្គហ៊ានទៅអញ្ចឹងយើងទឹកឲ្យធ្ងន់ចំទៅលើកម្មផលយើងគិតមើលទាំងអស់គ្នាយើងមកនេះអង្គុយថាបន់ល្អប្រពុតឲ្យជួយខ្ញុំផងមិនអញ្ចឹងឥឡូវនេះគេជួយចិត្តបន់អញ្ចឹងគេខាងបងឲ្យជួយខ្ញុំកណាទៅធ្វើមើលឲ្យកូនខ្ញុំកណាឲ្យទីមានបានចាំខ្ញុំកណាហ្នឹងយកសធរដើមមកថ្វាយមកគូបងឬក៏សន្និទានមកពេលត្រូវទេអត់ត្រូវទេអត់ចំទេអត់តំណំទេវាយចំដោះកងទេកងនៅវាយចំអត់ព្រោះទេឲ្យតែវាយខុសដោះវាលសូម៉ាងអត់ព្រោះប្រយ័ត្នតែវាយចំដោះកងលសូមុំវាចំទៅព្រោះយ៉ាងណាមិនជំនឿហ្នឹងប្រយ័ត្នចំដោះកងមិនប្រយ័ត្នចំឆាងទេណាឆាងនេះវាយចំដោះចំហោយើងមិនតែឃើញរឿងមិញអង្គលមាគឺកំពុងយកយ៉ាងព្រះមិនកុំហោះទៅជួយទៅមិនអញ្ចឹងទៅព្រះនៅទេនៅតាគុំភរមាននៅឡើយតាមានជាតិជននៅឡើយតាហើយដឹងគេវាយអង្គលមាទេថៃដឹងយើងដឹងហ្នឹងក៏ពុតហើយដឹងហើយមិនគុំទៅជួយយើងគិតតែហ្នឹងមែនទេដែលមុននឹងបន់មិនឲ្យធូបឲ្យព្រះជួយប្រពុតលោកប្រាប់ហើយលោកថាមនាលវិខោទាំងឡាយតថាគតក៏
ក្រំតែជាអ្នកត្រាស់ដឹងធម៌ហើយត្រឹមតែជាអ្នកប្រាប់អ្នកឲ្យយល់អំពីរឿងទឹកក្នុងលោកប៉ុណ្ណឹងដែរនឹងទៅពុតជួយយើងហ្នឹងជួយត្រង់ប្រាប់យើងអំពីកម្មហើយនឹងផលណាធ្វើដែលនឹងទទួលខុសត្រូវហើយកម្មឯងធ្វើឲ្យប្រពុតមកអានខុសអញ្ចឹងយើងប្រពុតហ្នឹងមិនមែនប្រពុតទេនៅយកអំណាចមកប្រកបង្កប់នៅលើកម្មហើយនឹងផល10តនណាយើងកំពុងតែថាទឹកក្រំជាអ្នកប្រាប់ទេរឿងល្អខកលើអ្នករត់ដូចជាជាតែមនីហើយវិធរៈហ្នឹងអញ្ចឹងប្រពុតដឹងទេឃើញដឹងកំពុងនៅវាយពុទ្ធដឹងណានៅបងហោះមកជួយទៅពុទ្ធនៅមុខហើយជួយនៅកម្មជាគេកម្មផលគេយើងស្ដាប់ទៅចន់ណាកាលណាដែលយើងជឿទៅនឹងប្រកាសហើយมันអត់មានអីរតនីថៃរតនីខ្មែរបុរាណអីមកឲ្យពធមកសន្ធិដ្ឋអីយល់ទេនេះយើងនិយាយនឹងដែលមានរតនីថៃរតនីខ្មែរអីមកសន្ធិដ្ឋទេដែលមាននេះក្នុងកណ្ដាលដែលនាំធ្វើនេះណាក្នុងកណ្ដាលកាត់ចោលទាំងអស់កាត់ចោលរលីងអត់ឲ្យសល់ទេតាណាដែលខុសនឹងប្រកបអត់យកទម្លាប់អាចារ្យទម្លាប់គ្រូបាអាចារ្យអត់ទេអត់យកទម្លាប់ទេយកមកដាក់ក្នុងនេះទេគឺយកតែត្រៃវដកសុទ្ធតាណាខុសតាណាត្រូវកាត់ចោលមកអត់ខុសទេត្រូវអញ្ចឹងបានយើងអត់មានអីទាំងអស់អត់មានអីបល័យខាលបល័យខបល័យរតនីអីអត់មានបាយសីស្លាតខរដាប់គ្រូតូចគ្រូធំរដាប់ព្រះអីអត់ទាំងអស់ធ្វើអីធ្វើវាមិនមែនធម៌តែធ្វើយើងនឹងឃើញអត់ផងយ៉ាងច្រើនដីវិស័យយ៉ាងច្រើនដីវិស័យហើយវាអត់អីក៏អត់អីដែរព្រះមិនដែលថាអីផង